Okay, on chương này cứ chữ tax system cái how simplify system dừng how tóm cứ tax system này bạn cái nơi trong này cứ rụp riêng về bài hànhแบบนั้นมี dashboard bài hànhตัวเลขเป็นเหมือนจังนั้นนะหลาย business นี่จะมีกรุ๊ปกรองการประกาศประจำขายบ่យើងយើងประกาศមកថាយើងចង់ប្រកាសខែមួយបាទយើងបញ្ចូល rate ក្នុងខែនេះ rate salary និយាយទៅរបៀបយើងប្រកាសពន្ធប្រចាំខែនេះដែរបាទអញ្ចឹងយើងនិយាយទៅមួយខែយើងបង្កើតមួយខែយើងបង្កើតមួយអញ្ចឹងណាអញ្ចឹងពេលយើងបង្កើតមួយអញ្ចឹងមកគឺយើងអាចបញ្ចូលទាក់ទងនឹង purchase របស់យើងបាទប្រវត្តិការទិញរបស់យើងប្រវត្តិការលក់របស់យើងបាទនេះយើងអាចបញ្ចូលមួយប្រចាំថ្ងៃបាន salary បាទបុគ្គលិកម្នាក់យើងអាចបញ្ចូលម្ដងមកយើងអាចទាញយកមកបានទៀតទាញពីខែចាស់ឬក៏យើងអាច upload វាក៏បានដែរពេលយើងចូលនៅក្នុង page យើងមានកន្លែង upload នេះបាទអញ្ចឹងយើងមាន template ណា download template ហើយយើងអាច upload បានបាទ detail ចឹងមើលពីរបៀបប្រើបាទបន្ទាប់ពីទិញហើយគឺយើងបង្ហាញពីរបៀបប្រើអូខេនេះយើង upload បានដូចគ្នាប្រាក់ខែក៏យើងអាច upload បានដូចគ្នាអញ្ចឹងណាបាទហ្នឹងហើយអូខេអញ្ចឹងអានឹងគឺពាក់ព័ន្ធជាមួយនឹងពន្ធប្រចាំខែអញ្ចឹងមានតែ purchase sale ហើយនិង salary នឹងឯងដែលយើងប្រកាសពន្ធប្រចាំខែណាហើយបើសិនជាយើងចង់ដូចថាបញ្ចូលហើយ verify ហើយ pro អស់ហើយយើងចង់ upload ទៅ desktop application យើងអាចទាញយកនេះបាទ file សម្រាប់យកទៅ upload តាម desktop application របស់ពន្ធដែរបាទតែនេះ system នេះគឺយើងពង្រៀងយើងគណនាយើងគ្រប់គ្រងពន្ធរបស់យើងតែចង់ទៅពន្ធដែរយើងត្រូវcopy paste ចូលទៅក្នុង web app ឬក៏យើងដាក់តាម desktop application នេះបាទហើយនេះគឺជា report ពាក់ព័ន្ធជាមួយនឹងការបញ្ចូលរបស់យើងណាការបញ្ចូលរបស់យើងវាចេញជា listing ឲ្យយើងមកណាបាទទាក់ទងនឹង purchase ទាក់ទង sale ទាក់ទង salary withholding tax ហើយ summary បាទអានេះគឺ summary ថាយើងបង់ពន្ធម៉ានអញ្ចឹងណាចេញមកលុយដែរតែនេះដាក់មកស្លឹកហ្នឹងគឺមើលឃើញលុយពន្ធរបស់យើងហើយអូខេហ្នឹងគឺការងារប្រកាសពន្ធហើយនៅក្នុង system នេះគឺយើងអាចធ្វើការ bookkeeping បានន័យថាធ្វើបញ្ជីទៅតាមប្រវត្តិការដែលយើងបានប្រកាសហ្នឹងបាទអញ្ចឹងយើងមាន accounting យើងមានកន្លែង posting បាទអញ្ចឹងកន្លែងនេះយើងអាច posting បាទឥឡូវយើងអត់ទាន់មានអី post ទេបាទអញ្ចឹងនេះយើងអាច posting បានយើងអាចរៀបចំ chart account បានបាទ chart account គឺយើងអាចរៀបតាមនិយាយទៅ standard ណាមានធាតុទាំង5 asset liability equity income ហើយនិង expense បាទអូខេអញ្ចឹងមាន function ច្រើនគួរសមដែរហើយមួយវិញទៀត function មួយទៀតគឺបើសិនជាយើងប្រកាសពន្ធប្រចាំខែ12ខែរួចហើយយើងអាចធ្វើការប្រកាសពន្ធប្រចាំឆ្នាំបានណានេះកន្លែងនេះមាន add ចង់ប្រកាសពន្ធប្រចាំឆ្នាំណាអញ្ចឹងយើងមាននីតិវិធីនៅក្នុងការប្រើប្រាស់បង្កើត mapping ជាមួយនឹង account code អីហ្នឹងគឺដើម្បីធ្វើការងារប្រកាសពន្ធប្រចាំឆ្នាំបានអូខេចឹងខ្ញុំ highlight ប៉ុណ្ណឹងហើយបើសិនជាយើងចង់មើល menu នេះអានេះគ្រប់គ្រង vendor ធម្មតាទេឈ្មោះ customer ឈ្មោះ employee position បាទហើយ report អូខេនេះ report បង្ហាញមួយទៀតចឹង report យើងមាន financial report នៅទីនេះដែរចឹងយើងអាចមើល profit and loss balance sheet ហើយនិង cash flow នៅទីនេះតែម្ដងណាបាទហើយពាក់ព័ន្ធមួយ report សម្រាប់ធ្វើការមួយ auditor អីគឺមាន journal report ledger TB អីដាក់នៅទីនេះទាំងអស់